ថ្ងៃនេះខ្ញុំសូមមកបង្ហាញអំពីការធ្វើពងទាត្រាំទឹកស៊ីអ៊ីវឲ្យមានរសជាតិឆ្ងាញ់យើងធ្វើត្រឹមតែ12ម៉ោងមួយយប់គឺយើងអាចញ៉ាំបានសម្រាប់ពងទាខ្ញុំធ្វើចំនួន15គ្រាប់បងប្អូនហើយសម្រាប់ពងទាត្រាំទឹកស៊ីអ៊ីវនេះគឺយើងញ៉ាំជាមួយបាយក្តាមក៏ឆ្ងាញ់បាយត្រជាក់ក៏ឆ្ងាញ់គឺឆ្ងាញ់ដូចគ្នាជាពិសេសគឺយើងដាក់ជាមួយនឹងជ្រូកទៅសក់ជ្រូកអីញ៉ាំពេលព្រឹកអីទៀតណាបងប្អូនអូយឆ្ងាញ់មែនតើបាយក្តៅៗក៏កាន់តែឆ្ងាញ់ឥឡូវខ្ញុំសូមបង្ហាញអំពីរបៀបធ្វើជាដំបូងខ្ញុំមានពងទាចំនួន15គ្រាប់ខ្ញុំយកវាមកលាងឲ្យស្អាតចឹងណាដោយសារតែពងទាយើងគឺទិញមកគឺវាប្រឡាក់អញ្ចឹងដូចនៅក្នុងវីដេអូនឹងអញ្ចឹងបងប្អូនសុទ្ធតែអាចទាស្អីចឹងណាអញ្ចឹងខ្ញុំយកវាមករុះច្រេះឲ្យវាស្អាតហើយយើងលាងស្អាតហើយយើងចាប់ផ្ដើមដាក់ដាំទឹកវាឲ្យវាពុះហើយចាំយើងដាក់ពងទាចូលយើងមិនចាំបាច់ឲ្យវាក្តៅខ្លាំងក៏បានដែរបងប្អូនយើងដាក់វាឲ្យវាល្មមថាវាឡើងក្តៅល្មមហើយយើងចាក់ពងទាចូលហើយយើងបិទគម្របទុករយៈពេល5នាទីពេលដែលបងប្អូនចាក់ពងទាចូលបងប្អូនអាចផ្ទៀងមើលនាទីបានចំនួនត្រឹមតែ5នាទីបានឯងបងប្អូនកុំទុកយូរពេកព្រោះការត្រាំពងទាត្រាំទឹកស៊ីអ៊ីវនេះយើងចង់ឲ្យវាភ្នៅរៀងខ្លាំងណាបងប្អូនហើយយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវត្រាំទៀតទៅវាធ្វើឲ្យវាល្មួតឆ្ងាញ់បើវាឆ្អិនពេកគឺវាអត់សូវឆ្ងាញ់ប្រហែលទេខ្ញុំដាក់បន្ថែមក្រូចឆ្មាមួយចំណិតទៀតដើម្បីឲ្យវាងាយស្រួលបកដោយសារតែពងទាយើងស្ងោររយៈពេលត្រឹមតែ5នាទីអញ្ចឹងធ្វើឲ្យវាភ្នៅខ្លាំងពិបាកបកអញ្ចឹងខ្ញុំក៏បន្ថែមជាមួយនឹងក្រូចឆ្មាបន្តិចដើម្បីឲ្យវាងាយស្រួលបកតែវានៅតែរៀងពិបាកបកដដែលទេបងប្អូនតែវាក្រវាស្រួលបកជាងមុនបន្តិចព្រោះដោយសារតែខ្ញុំយកជាប់ភ្នៅរៀងខ្លាំងយើងដាក់វាគ្របចោលហើយយើងមកមើលថាធ្វើគ្រឿងធ្វើអីចឹងណាគ្រឿងរបស់យើងគឺអត់មានអីច្រើនទេគ្រឿងផ្សំមានដូចជាស្លឹកខ្ទឹមខ្ញុំដាក់ជីវ៉ាន់ស៊ុយបន្តិចដែរលួចដើម្បីយកក្លិនវាឲ្យឈ្ងុយចឹងណាបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមហាន់វាដូចនៅក្នុងវីដេអូអញ្ចឹងបងប្អូនយើងហាន់វាល្មមកុំធំពេកក៏មិនតូចពេកម្ទេសក៏ដូចគ្នាយើងហាន់វាកង់ល្មមតាមចំណង់ចំណូលចិត្តបងប្អូនចង់ចិញ្ច្រាំវាឲ្យតូចល្អិតក៏បានតែខ្ញុំអត់ចង់ច្រាំទេបើសិនជាយើងច្រាំទៅខ្លាចវារៀងហឹរអញ្ចឹងណាខ្ញុំញ៉ាំជាមួយនឹងកូនខ្ញុំដែរអញ្ចឹងខ្ញុំគ្រាន់តែដាក់វាហាន់រៀងធំយកនេះទេហើយបន្ទាប់មកខ្ញុំហាន់ខ្ទឹមខ្ញុំអត់ច្រាំទេគឺខ្ញុំហាន់វាជាចំណិតហើយមានលួចខ្ញីបន្តិចដូចគ្នាហាន់ជាប្រទះស្ដើងដូចក្នុងវីដេអូនឹងអញ្ចឹងបន្ទាប់មកយើងមើលទៅឃើញថាពងទាយើងក៏វាឆ្អិនល្មមដែលយើងចង់បានហើយខ្ញុំក៏ដាក់ទឹកត្រជាក់មួយសណ្ដែកដូចក្នុងវីដេអូនឹងអញ្ចឹងបងប្អូនតែខ្ញុំអត់បានឲ្យឃើញកន្លែងដាក់ទឹកអញ្ចឹងណាទឹកខ្ញុំគឺខ្ញុំដាក់ទឹកត្រជាក់ព្រោះយើងដើម្បីឲ្យងាយស្រួលកាន់តែងាយស្រួលបកអញ្ចឹងណាដោយសារតែពងទាយើងវាប្រភេទជាពងទាជាប់ភ្នៅអញ្ចឹងវារៀងបាក់បកបន្តិចយើងត្រាំជាមួយនឹងទឹកត្រជាក់អញ្ចឹងទៅដើម្បីឲ្យវាងាយស្រួលបកយើងត្រាំវាឲ្យត្រជាក់ឲ្យវាទុកចោលមួយឡែកមកហើយយើងចាប់ផ្ដើមលាយជាមួយនឹងទឹកស៊ីអ៊ីវរបស់យើងគឺគ្រឿងដែលយើងបានហាន់មិញនេះបងប្អូនបន្លែដូចជាស្លឹកខ្ទឹមដូចជាខ្ទឹមម្ទេសអីនេះដែលយើងបានហាន់នេះអំឡុងពេលដែលយើងដាក់ពងទាទុកឲ្យវាត្រជាក់ដើម្បីងាយស្រួលបកហើយយើងមកធ្វើទឹកស៊ីអ៊ីវឲ្យទឹកស៊ីអ៊ីវតែម្ដងទឹកគ្រឿងសម្រាប់ត្រាំហ្នឹងណាយើងដាក់ទឹកស៊ីអ៊ីវមួយចានចង្កឹះទឹកក្តៅ2ចានចង្កឹះបងប្អូនទឹកនេះគឺត្រជាក់គឺទឹកក្តៅបងប្អូនខ្ញុំបើកពីកន្លែងទឹកក្តៅទឹកត្រជាក់ខ្ញុំហ្នឹងគឺខ្ញុំចាក់ចូលដើម្បីឲ្យវាដាក់ទឹកក្តៅទៅឲ្យវារលាយគ្រឿងបានលឿនអញ្ចឹងណាបងប្អូនហើយយើងដាក់ថែមល្ង3ស្លាបព្រាបាយសម្រាប់ល្ងនេះគឺបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរព្រោះយើងដាក់រៀងច្រើនទៅដើម្បីឲ្យឈ្ងុយអញ្ចឹងណាហើយយើងកូរវាឲ្យវារលាយចូលគ្នាបានល្អអញ្ចឹងទៅហើយចាំបន្ទាប់មកចាំយើងដាក់ស្ករចូលសម្រាប់ស្ករគឺខ្ញុំដាក់ត្រឹមតែអត់ដល់អានេះយើងដាក់អត់ដល់មកនេះទេបងប្អូនណាមកចានចង្កឹះទេអំបញ្ញមិញនេះគឺខ្ញុំដាក់ជាមួយនឹងរ៉ូឌីលួចរ៉ូឌីបន្តិចបងប្អូនទឹកស៊ីអ៊ីវវាមានរសជាតិប្រៃហើយតែខ្ញុំលួចរ៉ូឌីបន្តិចដើម្បីវាមានជាតិ
ឆ្ងាញ់អញ្ចឹងណាបងប្អូននេះស្ករខ្ញុំដាក់ប៉ានេះបងប្អូនប្រហែលជា1/4នៃចានចង្កឹះខ្ញុំមកដាក់ដល់ពាក់កណ្ដាលទេស្ករខ្ញុំដាក់រៀងច្រើនគួរសមដោយសារតែយើងធ្វើគ្រឿងត្រាំបែបនេះពេលវាចូលជាតិវានឹងអត់ប្រៃទេបងប្អូនវារសជាតិចូលជាតិទៅវាក៏មិនផ្អែមដែរគឺវាឆ្ងាញ់តែម្ដងកូរស្ករឲ្យវារលាយជាមួយនឹងគ្រឿងដែលយើងដាក់ចូលមិញនេះអត់មានអីច្រើនទេខ្ញុំអត់បានដាក់ប៊ីចេងទេបងប្អូនណាដែលគាត់ចង់ដាក់ប៊ីចេងក៏អាចលួចដាក់ប៊ីចេងបន្តិចក៏បានដែរតែខ្ញុំអត់ដាក់ទេបងប្អូនគ្រឿងផ្សំខ្ញុំគឺមានតែប៉ុណ្្នឹងឥឡូវនេះខ្ញុំដាក់ទឹកស៊ីអ៊ីវដែលយើងទុកត្រាំនេះទុកវាសិនទៅឲ្យវាបាត់ទៅក្តៅឲ្យវាត្រជាក់ព្រោះថាមិញហ្នឹងទឹកដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំដាក់ទឹកក្តៅអញ្ចឹងណាបងប្អូនទឹក2ចានចង្កឹះហ្នឹងខ្ញុំដាក់ទឹកក្តៅអញ្ចឹងខ្ញុំទុកវាឲ្យបាត់រៀងបាត់ត្រជាក់បន្តិចទៅខ្ញុំក៏ឆ្លៀតមកបកពងទាសម្រាប់យើងអ្នកធ្វើម្ហូបយើងឆ្លៀតអញ្ចឹងមិនលឿនត្រូវទេបងប្អូនព្រោះយើងបើធ្វើចាំមួយហើយចាំយើងមកធ្វើមួយទៀតគឺវាខាតពេលវេលាមែនតើអញ្ចឹងហើយពេលដែលយើងធ្វើអីមួយហើយយើងឆ្លៀតទៅធ្វើមួយទៀតដើម្បីបង្កើនការធ្វើម្ហូបយើងឲ្យកាន់តែលឿនឆាប់បានញ៉ាំហើយព្រោះថាយើងនៅមានការងារជាច្រើនទៀតត្រូវធ្វើអញ្ចឹងណាមើលឃើញថាពងទារបស់យើងនេះគឺវានៅជាប់នៅល្អខ្ញុំដូចខ្ញុំបង្ហាញនៅក្នុងរូបមិញអញ្ចឹងគឺវាយើងច្បាច់វាទៅវានៅទន់ណាបងប្អូនដូចនៅក្នុងរូបអញ្ចឹងវាទន់អញ្ចឹងណាអញ្ចឹងបានន័យថាវាផ្នៅរៀងនៅផ្នៅខ្លាំងដែរផ្នៅបែបនេះទៅឆ្ងាញ់ដល់ពេលត្រាំមកគឺយើងកាត់វាចេញមកគឺលក្ខណៈថាចេញជាប់ផ្នៅឆ្ងាញ់មែនតើឡើងល្មួតតែវីដេអូនេះខ្ញុំចេញអត់ទាន់ទុកបាន12ម៉ោងទេខ្ញុំចេញតែម្ដងអត់ទាន់បានទុក12ម៉ោងណាតែដោយសារតែខ្ញុំធ្លាប់ញ៉ាំហើយគឺវាឆ្ងាញ់តាមរូបមន្តធ្វើបែបហ្នឹងគឺឆ្ងាញ់ពិតមែនបងប្អូនណាដែលគាត់ចង់សាកអាចសាកបានកូនខ្ញុំគេបកជួយបកនេះកឈិកកឆតនេះគឺកូនខ្ញុំបកតាមពិតវាអត់បាក់បកបានទេដោយសារតែយើងបានស្ងោរដាក់ជាមួយនឹងក្រូចឆ្មាបន្តិចហើយពេលដែលវាបាន5នាទីយើងលើកដាក់នៅក្នុងទឹកត្រជាក់អញ្ចឹងណាធ្វើឲ្យវាស្រួលបកតែដោយសារតែកូនខ្ញុំគាត់តូចគាត់អត់សូវទាន់ចេះបកតែគាត់ចិត្តចង់ជួយក៏គាត់មកជួយបកអញ្ចឹងណាអញ្ចឹងទៅវារៀងកឈិកកឆតតែមិនថ្មីទេព្រោះយើងមិនមែនធ្វើលក់យើងធ្វើញ៉ាំខ្លួនឯងឥឡូវយើងចាប់ផ្ដើមចាក់ទឹកស៊ីអ៊ីវយើងចូលទឹកស៊ីអ៊ីវដែលយើងលាយគ្រឿងរួចរាល់ហ្នឹងវាត្រជាក់ឲ្យបងប្អូនត្រជាក់ប្រហែលជាបើថា 100% ប្រហែលជានៅត្រឹម 30% វានៅក្តៅអ៊ុនតិចប្រហែល 30% យើងចាក់វាចូលទៅលើពងទាយើងដាក់ត្រាំទៅព្រោះបើសិនជានៅទាំងក្តៅយើងខ្លាចតែពងទាវាឆ្អិនពេកវាលេងបាត់ភ្នៅបាត់អីចឹងណាបងប្អូនវាអត់សូវឆ្ងាញ់ទេពងទាត្រាំទឹកស៊ីអ៊ីវនេះតោះតែយើងនៅភ្នៅបានឆ្ងាញ់យើងកាត់វាចេញជា2ម៉ោងវាល្មួតហើយយើងអាចញ៉ាំជាមួយបាយបានបាយក្តៅក៏ឆ្ងាញ់បាយត្រជាក់ក៏ឆ្ងាញ់តែបាយក្តៅឆ្ងាញ់ជាងយើងដាក់ពុះវាមកអូយពេលដែលវាជាប់ភ្នៅបែបនេះគឺឆ្ងាញ់មែនតើដាក់ជ្រក់តិចតួចមកហើយទឹកស៊ីអ៊ីវហ្នឹងជាតិមែនតើយើងបិទគ្របវាទុក12ម៉ោងក្នុងទូទឹកកកទៅយើងអាចញ៉ាំបានទេបងប្អូនតែមួយយប់គឺយើងអាចញ៉ាំបានហើយ